ក្មេងប្រុសនេះគ្រាន់តែចង់ទៅបន្ទប់ទឹកនៅពាក់កណ្ដាលអាធ្រាត្រដោយមិននឹកស្មានដល់ពេលគាត់ដើរចេញពីទ្វារគាត់បានឃើញបងស្រីរបស់គាត់ឈរនៅតាមសាលធំដោយក៏របស់គាត់កោងមើលទៅមិនប្រក្រតីដោយភ័យខ្លាចគាត់ក៏ហៅឈ្មោះបងស្រីភ្លាមប៉ុន្តែបងស្រីស្រាប់តែចាប់សក់របស់គាត់ហើយបោកក្បាលទៅនឹងសសរក្បែរនោះពេលឮសំឡេងយំណាកាតាក៏ប្រញាប់ប្រញ័រទៅសួរបងស្រីអំពីមូលហេតុដែលគាត់ធ្វើបាបប្អូនប្រុសដោយមិននឹកស្មានដល់បងស្រីរបស់ណាកាតាស្រាប់តែបោកក្បាលខ្លួនឯងទៅនឹងសសរភ្លាមដែរការជឿចាប់យ៉ាងខ្លាំងបានធ្វើឲ្យគាត់ដឹងខ្លួនវិញភ្លាមប៉ុន្តែគាត់មិនដឹងថាមានអ្វីកើតឡើងនោះទេនៅពេលនេះសមាជិកគ្រួសារដែលឮសំឡេងរំខានក៏ប្រញាប់ប្រញ័រចេញមកមើលខណៈពេលដែលឪពុកម្ដាយកំពុងពិនិត្យមើលរបួសកូនប្រុសពើរបស់ពួកគេជីដូនដែលមានជំងឺវង្វេងវង្វាន់ស្រាប់តែឃើញស្រមោលងងឹតមួយកំពុងសម្លឹងមកពួកគេនៅក្នុងកញ្ចក់ប៉ុន្តែពេលគាត់ងាកក្បាលស្រមោលនោះក៏បាត់ទៅវិញយ៉ាងអាត់កំបាំងដំបូងឡើយគ្មាននរណាម្នាក់គិតច្រើនអំពីវាទេដោយមិនដឹងថាក្រុមគ្រួសារដែលមានសមាជិក7នាក់កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមួយនៅពេលខាងមុខពីព្រោះវិញ្ញាណអាក្រក់មួយកំពុងរស់នៅក្នុងផ្ទះដែលពួកគេទើបតែផ្លាស់មករស់នៅនេះនៅយប់បន្ទាប់ឪពុកដែលមានការព្រួយបារម្ភថាកូនស្រីច្បងរបស់គាត់អាចនឹងដេកមកមើលម្ដងទៀតបានក្រោកពីដំណេកនៅពាក់កណ្ដាលអាធ្រាត្រដើម្បីមើលនាងគាត់បានឃើញកូនស្រីកំពុងមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវឪពុកចង់ឲ្យនាងបិទវាហើយចូលគេងប៉ុន្តែពេលគាត់ចូលទៅក្នុងបន្ទប់ភ្លាមគាត់ត្រូវបាននាំទៅកាន់កន្លែងដែលមិនធ្លាប់ស្គាល់អ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺកម្រាលឥដ្ឋពោពេញទៅដោយថង់សម្រាមមួយវិនាទីបន្ទាប់ក្មេងស្រីតូចម្នាក់បានបង្ហាញខ្លួននៅចំពោះមុខគាត់ប៉ុន្តែនៅពេលដែលគាត់ងាកមើលនាងតូចបានប្រែក្លាយទៅជាខ្មោចធាត់ម្នាក់មុនពេលឪពុកអាចមានប្រតិកម្មខ្មោចនោះបានលើកដំបងដែកហើយវាសម្លាប់គាត់នៅនឹងកន្លែងទន្ទឹមនឹងនេះកូនស្រីច្បងហាក់ដូចជាមិនខ្វល់ពីឪពុកតតែសោះនៅព្រឹកបន្ទាប់ប្រពន្ធបានរកឃើញប្តីរបស់នាងដេកស្លាប់នៅលើឥដ្ឋចម្លែកណាស់គ្មានរបួសនៅលើខ្លួនរបស់គាត់ទេមានតែបន្ទាប់ពីការពិនិត្យកសោវិច័យប៉ុណ្ណោះទើបកំណត់ថាការស្លាប់របស់គាត់គឺដោយសារតែជំងឺកង់បេះដូងមនុស្សគ្រប់គ្នាសន្មតថាវាជាការស្លាប់ដោយសារជំងឺប៉ុន្តែកូនស្រីច្បងដោយបានជួបប្រទះព្រឹត្តិការណ៍ចម្លែកពីរដងហាក់ដូចជាដឹងអ្វីមួយដោយមិននិយាយអ្វីសោះនាងបានរៀបចំខ្លួនចាក់ចេញពីផ្ទះខ្មោចនេះប៉ុន្តែនៅពេលដែលនាងកំពុងវិចខ្ចប់របស់របរម៉ាកូបានឮសំឡេងសើចរបស់ក្មេងម្នាក់នៅពីក្រោយនាងឬដូច្នេះម៉ាកូក៏ងាកមកយ៉ាងលឿនស្រាប់តែឃើញដៃខ្មៅតូចមួយលេចចេញនៅមាត់ទ្វាររឿងនេះធ្វើឲ្យនាងភ័យខ្លាចហើយលាក់ខ្លួននៅក្នុងបន្ទប់មិនហ៊ានចេញទៅក្រៅទន្ទឹមនឹងនេះបន្ទាប់ពីបានដឹងពីការស្លាប់ដែលមិននឹកស្មានដល់របស់ឪពុកសង្សារមិត្តស្រីរបស់ណាកាតាបានបង្ហើបអាថ៌កំបាំងមួយដែលនាងបានលាក់ទុកអស់រយៈពេលជាច្រើនឆ្នាំវាប្រែថានាងមានភ្នែកដែលអាចមើលឃើញអ្វីៗទាំងអស់តាំងពីកុមារភាពពីមុននាងធ្លាប់បានឃើញអ្វីមួយដើរតាមណាកាតាដែលបង្ហាញថាកន្លែងថ្មីរបស់ពួកគេអាចជាផ្ទះខ្មោចទោះជាយ៉ាងណាក៏ដោយនាងជឿថាប្រសិនបើណាកាតាចាក់ចេញពីផ្ទះនោះខ្មោចក៏នឹងចាក់ចេញពីគាត់ដែរពេលឮដូច្នេះណាកាតាបានត្រឡប់ទៅផ្ទះវិញហើយប្រាប់ក្រុមគ្រួសាររបស់គាត់ថាគាត់ចង់ផ្លាស់ទីលំនៅទោះជាយ៉ាងណាពួកគេបានចំណាយប្រាក់សន្សំទាំងអស់របស់ពួកគេដើម្បីទិញផ្ទះមួយនេះហើយមិនអាចមានលទ្ធភាពជួលផ្ទះនៅផ្សេងបានទៀតទេដោយមិនដឹងខ្លួនវិញ្ញាណអាក្រក់នៅក្នុងផ្ទះបានឬការសន្ទនារបស់ពួកគេនៅថ្ងៃបន្ទាប់ណាកាតាមានការភ័យរន្ធត់យ៉ាងខ្លាំងនៅពេលឃើញជីតារបស់គាត់កំពុងជីករណ្ដៅមួយនៅក្នុងទីធ្លាជីដូនរបស់គាត់បានប្រញាប់ប្រញាល់មកហើយជីតារបស់ណាកាតាក៏ញញឹមយ៉ាងសប្បាយចិត្តគាត់បានក្រោកឈរឡើងប៉ុន្តែបន្ទាប់ពីដើរបានតែប៉ុន្មានជំហានប៉ុណ្ណោះជីតារបស់ណាកាតាស្រាប់តែដួលទៅលើដីយ៉ាងចម្លែកការស្លាប់របស់ជីតារបស់ណាកាតាវាដូចគ្នានឹងការស្លាប់របស់ឪពុកគាត់ដែរទោះបីជាបាត់បង់សមាជិកគ្រួសារ2នាក់ក៏ដោយម្ដាយរបស់គាត់បានបដិសេធមិនព្រមផ្លាស់ចេញពីទីនេះទេដោយអស់សង្ឃឹមណាកាតាបានស្វែងរកជំនួយពីមិត្តស្រីរបស់គាត់ដោយសង្ឃឹមថានាងអាចជួយបណ្ដេញវិញ្ញាណអាក្រក់ចេញពីផ្ទះរបស់គាត់បានយូមីបានចាប់ដៃគាត់ហើយភ្លាមនោះវិញ្ញាណរបស់នាងបានលេចឡើងនៅក្នុងផ្ទះរបស់ណាកាតាមិនយូរប៉ុន្មានយូមីបានឮសំឡេងសើចរបស់ក្មេងស្រីតូចម្នាក់ប៉ុន្តែមុនពេលគាត់អាចមានប្រតិកម្មក្មេងស្រីតូចនោះបានបង្ហាញខ្លួននៅចំពោះមុខនាងដោយភ័យខ្លាចយូមីបានត្រឡប់វិញ្ញាណទៅរាងកាយរបស់នាងវិញយ៉ាងរហ័សវាហាក់ដូចជាវិញ្ញាណអាក្រក់គួរឲ្យខ្លាចជាងអ្វីដែលនាងបានស្រមៃទៅទៀតយូមីបាននិយាយថាដំណោះស្រាយតែមួយគត់គឺត្រូវផ្លាស់ចេញពីផ្ទះនោះបើមិនដូច្នោះទេក្រុមគ្រួសាររបស់ណាកាតានឹងប្រឈមមុខនឹងការដាក់ទោសម្ដងម្នាក់ទោះជាយ៉ាងណាក៏ដោយនាងមិនគ្រាន់តែព្យាយាមបំភ័យគាត់នោះទេនៅយប់នោះរឿងដ៏គួរឲ្យភ័យខ្លាចមួយទៀតបានកើតឡើងប្អូនប្រុសរបស់ណាកាតាដែលចេញទៅបត់ជើងតូចបានកត់សម្គាល់ឃើញបងស្រីរបស់គាត់ឈរនៅលើជណ្ដើរហាក់ដូចជាកំពុងធ្វើអ្វីមួយប្អូនប្រុសបានដើរទៅជិតនាងយឺតប៉ុន្តែវិនាទីបន្ទាប់ដោយយឺសំឡេងណាកាតាបានប្រញាប់ចេញពីបន្ទប់ហើយបានឃើញឈុតឆាកដ៏គួរឲ្យភ័យខ្លាចមួយមុនពេលគាត់អាចមានប្រតិកម្មបងស្រីរបស់គាត់ដែលត្រូវបានវិញ្ញាណអាក្រក់ចូលខ្លួនបានកាន់ដំបងបេសបលហើយវាយប្រហារណាកាតាជាសំណាងល្អណាកាតាបានគេចផុតពីការវាយប្រហារជាច្រើនដងឃើញគាត់រើដំបងចង់វាយបងស្រីរបស់គាត់ក៏ឈប់ប៉ុន្តែនាងបានដើរទៅផ្ទះបាយហើយយកកាំបិតមកដោយមិននឹកស្មានដល់បន្ទាប់ពីស្រែកយំបងស្រីរបស់ណាកាតាបានចាក់ខ្លួនឯងចំកញ្ចឹងក៏ដោយមិនអាចគ្រប់គ្រងបានមុនពេលណាកាតាអាចប្រតិកម្មម្ដាយរបស់គាត់បានលេចចេញមកមុខរបស់គាត់ស្លេកស្លាំងម្ដាយបានបិទទ្វារយ៉ាងតឹងណាកាតាដឹងភ្លាមថាមានអ្វីមួយខុសប្រក្រតីហើយប្រញាប់ទៅមើលម្ដាយរបស់គាត់ប៉ុន្តែវាយឺតពេលហើយម្ដាយរបស់ណាកាតាក៏បានធ្វើអត្តឃាតដោយខ្សែភ្លើងយ៉ាងអាថ៌កំបាំងដោយឃើញសមាជិកគ្រួសាររបស់គាត់រងទុក្ខវេទនាយ៉ាងសោកសៅបែបនេះបេះដូងរបស់ណាកាតាក៏បែកខ្ទេចខ្ទីដែរប៉ុន្តែភ្លាមនោះសំណើចចម្លែកមួយបានបន្លឺឡើងនៅពីក្រោយគាត់ដោយដឹងថាមានអ្វីមួយខុសប្រក្រតីណាកាតាបានលាក់ខ្លួនយ៉ាងលឿននៅក្រោមគ្រែប៉ុន្តែមានរូបខ្មៅងងឹតមួយបានដើរមករកគាត់យឺតពេលដែលណាកាតាគិតថាគាត់នឹងត្រូវស្លាប់ហើយពន្លឺព្រះអាទិត្យមួយបានចាំងមកលើមុខរបស់គាត់ភ្លាមហើយបន្ទាប់មករូបមួយបានមកហើយក្រឡាប់គ្រែ
นาคาตามันได้นึกสมันทาจีโดนរបស់គាត់ដែលមានជំងឺភ្លេចភ្លាំងនិងដឹងខ្លួនឡើងវិញភ្លាមៗដោយអត់ភូតហេតុនោះទេក្រោយមកពួកគេបានចាត់ចែងរៀបចំពិធីបុណ្យសពសម្រាប់សមាជិកគ្រួសារបន្ទាប់ពីបញ្ចប់កម្មវិធីពួកគេបានត្រឡប់ទៅផ្ទះខ្មោចវិញជីដូនបាននិយាយថាដរាបណាអារម្មណ៍របស់មនុស្សម្នាក់ខ្លាំងគ្រប់គ្រាន់ពួកគេអាចបង្ក្រាបខ្មោចដែលមើលមិនឃើញទាំងនោះបាននៅថ្ងៃបន្ទាប់នាកាតាបានចាប់ផ្ដើមហាត់ប្រាណជារៀងរាល់ថ្ងៃហើយថែមទាំងបានហាត់គុនខ្មែរជាមួយជីដូនរបស់គាត់ទៀតផងពិតណាស់នៅពេលដែលស្ថានភាពរាងកាយរបស់ពួកគេប្រសើរឡើងគ្មានរឿងចម្លែកកើតឡើងនៅក្នុងផ្ទះនោះទៀតទេទោះជាយ៉ាងណាក៏ដោយជីវិតដ៏សុខសាន្តមិនមានរយៈពេលយូរទេថ្ងៃមួយនាកាតាមានការភ័យរន្ធត់យ៉ាងខ្លាំងនៅពេលដឹងថាជីដូនរបស់គាត់ស្រាប់តែជីករណ្ដៅមួយនៅក្នុងទីធ្លាខាងក្រោយរឿងនេះធ្វើឲ្យនាកាតាភ័យខ្លាចគាត់គិតថាជីដូនរបស់គាត់ត្រូវបានខ្មោចសន្ធិដ្ឋប៉ុន្តែគាត់ភ្ញាក់ផ្អើលជីដូនរបស់គាត់បាននិយាយថាជីតារបស់គាត់បានបង្ហាញខ្លួនឲ្យគាត់ឃើញក្នុងសុបិនដោយនិយាយថាមានអ្វីមួយលាក់ទុកនៅក្រោមដីពិតណាស់បន្ទាប់ពីជីករួចពួកគេបានរកឃើញកាបូបសាឡាស្បែកជើងនិងលាតក្បាលមនុស្សនៅក្រោមដីវាហាក់ដូចជានេះជាស្គរនៃផ្ទះដែលមានខ្មោចលងបន្ទាប់មកពួកគេបានដឹងពីអត្តសញ្ញាណប័ណ្ណសិស្សនៅក្នុងកាបូបសាឡាថាម្ចាស់កាបូបសាឡានោះមានឈ្មោះថាម៉ូកាប៉ុន្តែហេតុអ្វីបានជានាងនៅក្មេងបែបនេះមានការអាក់អន់ចិត្តយ៉ាងខ្លាំងខណៈពេលដែលអ្នកទាំងពីរកំពុងគិតមេឃស្រឡះស្រាប់តែប្រែជាមានពពកខ្មៅហើយបន្ទាប់មកម៉ូកាបានបង្ហាញខ្លួននៅក្នុងផ្ទះបាយជីដូនឃើញរឿងនេះក៏ប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះបាយហើយចាប់ផ្ដើមស្រែកជាខ្មោចដោយមិននឹកស្មានដល់ការជារបស់ជីដូនពិតជាបានបំភ័យខ្មោចនោះហើយវាបានបែកខ្ញែកទៅបាត់ប៉ុន្តែខ្មោចម៉ូកានោះមិនបានបោះបង់ចោលទេដោយប្រើការចងចាំរបស់ជីដូនចំពោះជីតាដែលបានស្លាប់របស់គាត់ខ្មោចបានទាញជីដូនចាស់ឲ្យវង្វេងស្មារតីដោយជំរុញនាងម្ដងហើយម្ដងទៀតជាមួយនឹងឈុតឆាកនៃការស្លាប់របស់ប្តីជាសំណាងល្អស្មារតីរបស់ជីដូនគឺរឹងមាំណាស់ហើយគាត់មិនត្រូវបានខ្មោចតាក់ទាញនោះទេជីដូនដឹងថាដើម្បីបណ្ដេញវិញ្ញាណអាក្រក់ចេញពីផ្ទះគាត់ត្រូវតែស្វែងរកមូលហេតុនៃការស្លាប់របស់ខ្មោចជាមុនសិនដូច្នេះគាត់បានចំណាយប្រាក់សន្សំទាំងអស់ហើយបានជួលអ្នកស៊ើបអង្កេតឯកជនម្នាក់ឲ្យស៊ើបអង្កេតនាកាតាត្រូវបានទុកចោលតែម្នាក់ឯងនៅផ្ទះគាត់គិតថាជាមួយនឹងអារម្មណ៍បច្ចុប្បន្នរបស់គាត់ខ្មោចនឹងមិនអាចធ្វើអ្វីគាត់បានទេប៉ុន្តែខ្មោចនៅតែបន្តយាយីនាកាតាជាមួយនឹងរឿងរ៉ាវនៃការស្លាប់របស់ប្អូនប្រុសគាត់នៅពេលដែលនាកាតាហ៊ាននឹងត្រូវខ្មោចសម្លាប់វិញ្ញាណមិត្តស្រីរបស់គាត់ដែលបានមកដល់បានដាស់គាត់ឲ្យភ្ញាក់ឡើងទាន់ពេលវេលាមិត្តស្រីរបស់គាត់ចង់នាំគាត់ទៅឆ្ងាយប៉ុន្តែនាកាតាដោយជឿថាខ្មោចនឹងមិនហ៊ានធ្វើបាបគាត់ទេបានបដិសេធមិនព្រមចាក់ចេញដោយប្រាជ្ញាថានឹងបង្ហាញថាគាត់ជាបុរសពិតទោះជាយ៉ាងណាក៏ដោយរឿងនេះធ្វើឲ្យមិត្តស្រីរបស់គាត់ក្លាយជាចំណុចខ្សោយដ៏សាហាវរបស់គាត់នៅពេលដែលខ្មោចចាប់នាងនាកាតាភ័យស្លន់ស្លោហើយរត់ទៅមាត់ទ្វារដោយប្រញាប់ប្រញាល់ដោយឃើញនាកាតាយំដោយមិនអាចគ្រប់គ្រងបានជីដូនរបស់គាត់បានតែកំភ្លៀងគាត់ដោយប្រាប់គាត់ឲ្យស្ងប់ចិត្តហើយនិយាយគ្នាអំពីរឿងនេះនៅពេលដែលលោកយាយបានដឹងថាខ្មោចបានចាប់ពង្រត់មិត្តស្រីរបស់នាកាតាជីដូនបានប្រាប់នាកាតាកុំឲ្យបារម្ភព្រោះឥឡូវនេះនាងមានឥទ្ធិពលលើខ្មោចម៉ូកាមនុស្សទាំង3នាក់នេះគឺជាសមាជិកគ្រួសាររបស់ម៉ូកាដែលត្រូវគេធ្វើបាបហើយលោកយាយចង់ប្រើពួកគេដើម្បីបង្ខំម៉ូកាឲ្យចាក់ចេញពីកន្លែងនេះដែលមិនមែនជារបស់នាងបន្ទាប់មកលោកយាយបានចាប់ផ្ដើមវាយពួកគេយ៉ាងខ្លាំងក្រោមសម្ពាធកាន់តែខ្លាំងឡើងស្ត្រីដែលអង្គុយលើដីទីបំផុតបានសារភាពចំពោះឧក្រិដ្ឋកម្មរបស់ពួកគេវាប្រែថាពួកគេបានសម្លាប់កូនស្រីរបស់ពួកគេឈ្មោះម៉ូកាហើយបាននិយាយថាពួកគេនឹងទៅប៉ុស្តិ៍ប៉ូលីសដើម្បីប្រកួតខ្លួនឬដូច្នេះយាយមិនបាននិយាយអ្វីទាំងអស់ហើយចាប់ផ្ដើមវាយពួកគេកាន់តែខ្លាំងឡើងពីព្រោះដោយសារតែខ្មោចម៉ូកាក្រុមគ្រួសារដែលមានគ្នា7នាក់ឥឡូវនៅសល់តែ2នាក់ប៉ុណ្ណោះដែលនៅរស់ភ្លាមនោះបន្ទប់ទាំងមូលស្រាប់តែចាប់ផ្ដើមញ័រយ៉ាងខ្លាំងម៉ូកាវ័យក្មេងបានបង្ហាញខ្លួននៅចំពោះមុខមនុស្សគ្រប់គ្នានាងបានបង្ហាញការពិតនៃអ្វីដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុនវាប្រែថាម៉ូកាមានសម្រស់ស្រស់ស្អាតមិនធម្មតាតាំងពីនាងនៅក្មេងដែលបណ្ដាលឲ្យឪពុករបស់នាងមានចិត្តចំពោះនាងទោះបីជាម្ដាយរបស់ម៉ូកាបានដឹងអំពីរឿងនេះនៅពេលក្រោយក៏ដោយគាត់មិនត្រឹមតែមិនអើពើនឹងវាប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើពុតជាមិនដឹងទៀតផងដោយអស់សង្ឃឹមម៉ូកាបានគំរាមធ្វើអត្តឃាតហើយបានកាត់សក់វែងរបស់នាងចេញបន្ទាប់មកបានប្រែក្លាយខ្លួនទៅជានារីធាត់ដែលមានអំណាចម៉ូកាមានបំណងកម្ចាត់ឪពុកម្ដាយរបស់នាងប៉ុន្តែពួកគេនិងប្អូនស្រីរបស់នាងបានសម្លាប់នាងវិញដោយសារតែការអាក់អន់ចិត្តយ៉ាងខ្លាំងរបស់នាងម៉ូកាមិនអាចចាប់កំណើតឡើងវិញបានទេឬដូច្នេះជីដូនរបស់នាកាតាបានប្រគល់មនុស្សអាក្រក់ទាំង3នាក់ទៅឲ្យម៉ូកាដោយមិនស្ទាក់ស្ទើរបានរើសប៉ែមួយហើយសម្លាប់ឪពុកនិងប្អូនស្រីរបស់នាងដល់វេនម្ដាយរបស់នាងត្រូវទទួលទោសម៉ូកាគ្រាន់តែខ្វេះភ្នែករបស់គាត់ប៉ុណ្ណោះសូម្បីតែបន្ទាប់ពីធ្វើបែបនេះក៏ដោយការអាក់អន់ចិត្តរបស់ម៉ូកាមិនបានរសាយបាត់ទាំងអស់ឡើយដែលធ្វើឲ្យជីដូនខឹងជីដូនបានប្រើក្បាច់គុនខ្មែរភ្លាមប៉ុន្តែម៉ូកាបានប្រើល្បិចក៏រាប់មិនអស់ជាសំណាងល្អនាកាតាបានរៀនក្បាច់គុនខ្មែរមួយចំនួនហើយបានជួយសង្គ្រោះមិត្តស្រីរបស់គាត់ពីសាកសពរបស់ម៉ូកាបន្ទាប់មកជីដូនបានប្រយុទ្ធជាមួយខ្មោចម៉ូកាក្នុងសមរភូមិដ៏សាហាវមួយដោយការទាត់មួយជីដូនបានវាយបំបែកខ្មោចម៉ូកាដែលអាក់អន់ចិត្តហើយបានប្រែក្លាយទៅជាក្មេងស្រីតូចដ៏សប្បុរសដោយការពីមុនវិញនៅទីបំផុតខ្មោចម៉ូកាបានទៅឋានសួគ៌មួយផ្សេងទៀតដើម្បីជួបជុំជាមួយក្រុមគ្រួសារដែលបានស្លាប់របស់គាត់ទោះជាយ៉ាងណាក៏ដោយចម្លែកណាស់បន្ទាប់ពីអ្វីៗគ្រប់យ៉ាងចប់ជីដូនរបស់នាកាតាបានត្រឡប់ទៅរកស្ថានភាពជំងឺភ្លេចភ្លាំងរបស់គាត់វិញនៅទីបញ្ចប់នាកាតាបានរស់នៅមើលថែជីដូនជាមួយនឹងមិត្តស្រីរបស់គាត់ប្រកបដោយសុភមង្គលនេះជាចុងបញ្ចប់នៃវីដេអូ